ចាជាដំបូងនេះខ្ញុំសូមគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូជាទីគោរពនិងសួស្តីដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាអ្នកគ្រូឈ្មោះលឹមសេនិចជាគ្រូនិស្សិតគីមីបរិញ្ញាបត្របុក2ចំនួនទី2នៃវិទ្យាស្ថានជាតិអប់រំថ្ងៃនេះដែរអ្នកគ្រូបានលើកយកលំហាត់មួយនៅក្នុងមេរៀនទី1របស់យើងយកមកបកស្រាយជាមួយនឹងបងប្អូនទាំងអស់គ្នាដូចនេះដែរបងប្អូនទាំងអស់គ្នាមកមើលការបកស្រាយជាមួយនឹងអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងថ្ងៃនេះអ្នកគ្រូបានលើកយកលំហាត់ទី30នៅក្នុងសៀវភៅរបស់យើងមកបកស្រាយនិងពន្យល់ទៅកាន់បងប្អូនទាំងអស់គ្នាដោយគេបាននិយាយថាគេចង់បាន solution ដើមអាម៉ាញ៉ូមនីត្រាតកំហាប់ 0.5m និងមាត្រ100មីលីលីត្រសំណួរកចូលគណនាម៉ាស់អាម៉ាញ៉ូមនីត្រាតចាំបាច់ដើម្បីយកមកធ្វើ solution ខាងលើសំណួរខគេយក solution ដើម20មីលីលីត្រទៅពង្រាវដើម្បីបានកំហាប់ថ្មី5 × 10 5 × 12m តើគេត្រូវថែមទឹកប៉ុន្មានមីលីលីត្រដើម្បីទង្វើ solution ថ្មីនេះអញ្ចឹងគេឲ្យម៉ាស់ម៉ូលអាតូមមកប្អូនរួចជាស្រេចដើម្បីងាយស្រួលក្នុងការគណនាចា៎អញ្ចឹងមកមើលការបកស្រាយជាមួយនឹងអ្នកគ្រូទាំងអស់គ្នាចម្លើយកគណនាម៉ាស់អាម៉ាញ៉ូមនីត្រាតចាំបាច់ដើម្បីយកមកធ្វើ solution ខាងលើចា៎ដោយយើងគណនាចំនួនម៉ាស់នេះទៅតាមរូបមន្តម៉ាស់របស់យើងហើយយើងយកចំនួនម៉ូលមកជំនួសដោយចំនួនម៉ូលហ្នឹងយើងទាញចេញពីរូបមន្តកំហាប់ជាម៉ូលដោយយើងយកចំនួនម៉ូលនីមួយៗហ្នឹងមកចំនួននៅក្នុងរូបមន្តម៉ាស់របស់យើងដោយស្មើនឹង cm គុណឲ្យ v គុណឲ្យ m ចាអញ្ចឹងរូបមន្តរបស់យើងម៉ាស់ស្មើនឹងកំហាប់គុណមាត្រគុណឲ្យម៉ាស់ម៉ូលចាអញ្ចឹងនៅក្នុងរូបមន្តនេះគឺយើងមានទាំងអស់ហើយចំពោះបម្រាប់របស់យើងអញ្ចឹងអ្វីដែលយើងទាញបានគឺម៉ាស់អាម៉ាញ៉ូមនីត្រាតហើយអញ្ចឹងយើងគ្រាន់តែចំនួនចូលទៅក្នុងប្រតិកម្មនេះតែប៉ុណ្ណោះបន្ទាប់មកយើងនឹងបានចម្លើយម៉ាស់របស់អាម៉ាញ៉ូមនីត្រាតហើយចាអញ្ចឹងដូចនេះម៉ាស់អាម៉ាញ៉ូមនីត្រាតស្មើនឹង4ក្រាមចាអ្នកគ្រូសង្ឃឹមថាបងប្អូននឹងយល់នៅចំណុចខ្លីមួយនេះដោយយើងគ្រាន់តែទាញរកចំនួនម៉ូលចេញពីរូបមន្តកំហាប់ជាម៉ូលដើម្បីមកជំនួសនៅក្នុងរូបមន្តម៉ាស់របស់យើងធម្មតាចាបន្តមកទៀតសំណួរខគណនាមាត្រទឹកដែលត្រូវថែមដើម្បីទង្វើ solution ថ្មីអញ្ចឹងដើម្បីគណនាមាត្រទឹកថែមបានលុះត្រាតែយើងស្គាល់មាត្រក្រោយពង្រាវសិនដើម្បីស្គាល់មាត្រក្រោយពង្រាវគឺយើងគណនាវាទៅតាមគោលការណ៍នៃការពង្រាវចាអញ្ចឹងគោលការណ៍នៃការពង្រាវគឺតាម CA ឬក៏ C អង V អងស្មើនឹង C ដៅ V ដៅចា C អងគឺមានន័យថាកំហាប់ដើម V អងមានន័យថាមាត្រដើម C ដៅមានន័យថាមាត្រក្រោយពង្រាវ V ដៅមានន័យថាសំទោស C ដៅមានន័យថាកំហាប់ក្រោយពង្រាវ V ដៅមានន័យថាកំហាប់ក្រោយពង្រាវមាត្រក្រោយពង្រាវដូចគ្នាអញ្ចឹងយើងនាំឲ្យ V ដៅឬក៏មាត្រក្រោយពង្រាវស្មើនឹង CA ឬក៏ V អងគុណឲ្យ C អងចែកឲ្យនឹង C ដៅចាអញ្ចឹងបំរាប់បើយើងមានអស់ហើយនៅក្នុងវិធានយើងគ្រាន់តែជំនួសចូលនោះមាត្រក្រោយពង្រាវរបស់យើងគឺស្មើនឹង200មីលីលីត្របន្តមកទៀតនៅពេលដែលយើងឃើញមាត្រក្រោយពង្រាវរបស់យើងហើយយើងគ្រាន់តែយកវាទៅជំនួសក្នុងរូបមន្តដើម្បីគណនាមាត្រទឹកដែលត្រូវបន្ថែមចាអញ្ចឹងនៅពេលនេះមាត្រទឹកដែលត្រូវបន្ថែមគឺត្រូវការមាត្រក្រោយពង្រាវដកមាត្រដើមចាមាត្រមុនពង្រាវចាអញ្ចឹងបន្ទាប់មកយើងយកចំនួនមាត្រ V ដឺដកនឹង V អងស្មើនឹង180មីលីលីត្រចាអញ្ចឹងដូចនេះមាត្រទឹកដែលត្រូវបន្ថែមហ្នឹងគឺ180មីលីលីត្រចាអញ្ចឹងនៅក្នុងលំហាត់នេះដែរអ្នកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់រាល់ចំណុចដែលអ្នកគ្រូបានពន្យល់ទៅកាន់បងប្អូនគ្រប់ចំណុចនៅក្នុងលំហាត់នេះចាបើសិនជាបងប្អូនមានចម្ងល់តាក់ទងទៅនឹងលំហាត់នីមួយៗឬក៏ចំណុចណាមួយបងប្អូនអាច comment នៅក្រោមវីដេអូនេះបានអ្នកគ្រូនឹងឆ្លើយតបទៅកាន់បងប្អូនបើសិនជាមានពេលគ្រប់គ្រាន់ចាអញ្ចឹងជាក្រុមក្រោយអ្នកគ្រូសូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់បំផុតនៅក្នុង
ការបញ្យល់មេរៀនរបស់អ្នកគ្រូក៏ដូចជាលំហាត់របស់អ្នកគ្រូចាអញ្ចឹងចុងក្រោយអ្នកគ្រូសូមអរគុណនិងជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អនិងរៀនកាន់តែពូកែចាសូមអរគុណសូមជម្រាបលា